ចឹងហើយនេះទើបអាចទៅច្បាប់នេះថ្មគូព្រេងគឺជាវត្ថុងាប់មួយហើយធ្វើតាមទ្រឹស្ដីងាប់ទៀតហើយនេះទើបមិនមានពលិក្រហមចាំងនៅលើព្រះអង្គនិងសៀនជីអញ្ចឹងគឺឯងធ្វើប្រហែសធ្វើរបស់ប្រដេប្រដាស់បែបនេះចេញមកហើយព្រះអង្គកុំខ្ញាល់អីសុទ្ធតែជាកំហុសរបស់ទូលមកគុំប៉ុន្តែពេលនេះគឺពលិក្រហមមានបញ្ហាចេញមកនៅលើខ្លួនព្រះអង្គនិងឈូសៀនជីចែកដនគឺព្រះអង្គគឺអ្វីទៅយុទ្ធតទល់មានអារម្មណ៍ដូចជាអញ្ចឹងហើយនេះទើបអាចទៅច្បាប់នេះថ្មគូព្រេងគឺជាវត្ថុងាប់មួយហើយធ្វើតាមទ្រឹស្ដីងាប់ទៀតហើយនេះទើបមិនមានពលិក្រហមចាំងនៅលើព្រះអង្គនិងសៀនជីអញ្ចឹងគឺឯងធ្វើប្រហែសធ្វើរបស់ប្រដេប្រដាស់បែបនេះចេញមកហើយព្រះអង្គកុំខ្ញាល់អីសុទ្ធតែជាកំហុសរបស់ទូលមកគុំប៉ុន្តែពេលនេះគឺពលិក្រហមមានបញ្ហាចេញមកនៅលើខ្លួនព្រះអង្គនិងឈូសៀនជីចែកដនគឺព្រះអង្គគឺអ្វីទៅឯងស្មានតែយើងចូលមកថាកដាគឺព្រោះតែភ្ជាប់និស័យជាមួយសៀនជីខ្ញុំចូលមកថាកដាគឺព្រោះតែព្រះអង្គប្រកាសជាជាងមកព្រោះតែឋានទាំង3ហើយប៉ុន្តែព្រះអង្គនៅតែចង់ចំណងឈូសៀនជីចំណងទេវតាចម្បាំងឲ្យត្រឡប់ទៅឋានទេវតាវិញដដែលហើយនេះឲ្យទូលបង្គំមានសំណើដ៏តូចមួយពេលនោះទេវតាចម្បាំងគឺចង់សុំគូព្រេងមួយជាមួយនឹងព្រះអង្គបើព្រះអង្គសម្រេចបំណងរបស់គេនោះថារឹតតែល្អចំពោះរឿងដែលព្រះអង្គជួយសម្រេចបំណងរបស់គេថែមទៀតផងណាព្រះអង្គសាកគិតទៅមើលនិយាយប្រដេប្រដាស់ទេវតាចម្បាំងគ្មានចិត្តសៀនជីគ្មានមនោចេតនាគ្រាន់តែកុំឲ្យបកករឿងអាចជួយឲ្យគេត្រឡប់ទៅឋានទេវតាវិញទៅចាំបាច់ឲ្យគេធ្លាក់ចូលកំណត់ស្នេហាបង្កើតបិសាចសឺមិញបើឯងផ្ដល់កំណត់ប្រដេប្រដាស់បែបនេះទៀតបង្កបញ្ហាមិនចាំបាច់ដល់យើងទេយើងច្បាស់ជាមិនលើកលែងឯងទេហើយទូលបង្គំដឹងហើយសូមជាងព្រះអង្គហើយព្រះអង្គអើយព្រះអង្គនិយាយថាគេគឺគ្មានចិត្តគ្មានមនុស្សចេតនាទូលបង្គំមើលទៅព្រះអង្គសូម្បីតែទឹកចិត្តបន្តិចក៏គ្មានកត់ត្រាទុកសិនម្ចាស់កោមេប៉ាជុសឺម្ចាស់ចលងចុងបានរៀបចំរួចរាល់ហើយចូលទៅជាមួយគ្នាទៅឡោប៉ុន្តែនៅមានរឿងមួយទៀតដែលត្រូវលំបាកដល់ម្ចាស់កោសូមនិយាយម្ចាស់ខ្ញុំគិតថាពេលនេះនៅលើកោះគឺខ្វះខាតមនុស្សបើពួកបិសាចបន្លំខ្លួនចូលមកពិតជាពិបាកបែងចែកណាសូមម្ចាស់កោចល័តកូនសិស្សឲ្យឡើងលើគោកវិញពង្រឹងកាយជាមកាមយ៉ាងណាមនុស្សច្រើនគឺអាចស្ងប់ចិត្តបន្តិចឡោធ្វើតាមសម្ដីរបស់លោកចាស់អញ្ជើញឡោអញ្ជើញសំណាញ់ដែរបតកូនសល់ទីបានយកចេញមកហើយពេលនេះឲ្យទៅដាក់កូនសល់ខ្លាយនេះចូលទៅមើលទៅបាត់ជាស៊ីក៏មើលមិនដឹងដែរនេះឡងម្ចាស់ចលងចង់បានយកកូនសាតែខ្លាំងទៅទុកនៅក្នុងត្បូងធានជីហើយបន្ទាប់មកពួកយើងនឹងតាមពុកទៅបាក់ធានស៊ីមនុស្សរបស់បាក់ធានស៊ីចង់យកកូនសាតែវិញគឺប្រកាសជាមករកពួកយើងបែបនេះពួកយើងគឺអាចជួយប្រលឹងដបអបអរនៅសាច់ច្បាំងទី2បានហើយបងទុកចិត្តចោះណាសៀនជីជិតដល់ពេលវេលាហើយពួកយើងទៅរំពេលបាក់ទៅសេះច្បងហាឈិនសៀនជី
គ្រូមីងអ៊ីហុងទើបតែមកនិយាយថាត្បូងធានជីបានរៀបចំរួចទៅហើយចាំពេលកូនសិស្សរបស់កោះហ្វូអ៊ីមកដល់ពួកយើងនឹងចេញដំណើរភ្លាម អញ្ចឹងពេលនេះពួកយើងទៅកំពង់ផែទៅបែបនេះអាចចេញដំណើរបានលឿនជាង សៀនជីកូនសិស្សរបស់កោះពូអ៊ីគឺទើបតែមករញ៉េរញ៉ៃណាដឹងថាអញតែសារតែមិនទាស់អីទេ សិស្សច្បងហៅឈិនសៀនជីទេវតាក៏ជួយធ្វើជាចាំមហាឲ្យអ្នកទាំងពីរដែរអ្នកទាំងពីរត្រូវធ្វើឲ្យខុសចំពោះគូព្រេងដ៏ល្អយ៉ាងនេះមិនហើយខ្ញុំឮថាពួកគេសុទ្ធតែចង់ជួយអ្នកទាំងពីររៀបការដើមឡើយសៀនជីនិងសិស្សច្បងហៅឈិននៅជាមួយគ្នាទាំងយប់ទាំងថ្ងៃគឺមានមនុស្សចេតនាជ្រៅស្រាប់តែហើយតាមមែនទេ សិស្សច្បាំងទី5កុំនិយាយផ្ដេសផ្ដាស់អីខ្ញុំសៀវ៉ាន់សៀវ៉ាន់សៀវ៉ាន់លោកបានស្ដាប់លើហើយគូប្រេងទេវតាចាទុកនោះពិតជាមិនអ្វីដែលខ្ញុំចង់បានទេ តាមពិតនាងមិនច្បាច់បញ្ជាក់អ្វីនោះទេម្យ៉ាងទៀតថ្មគូព្រេងមិនហើយរឿងនិស័យទេវតាចាទុកអ្នកផ្សេងអង្វរក៏មិនបាន ថ្មគូប្រេងនៅប្រកាសជាមានបញ្ហាអ្វីហើយខ្ញុំខ្វល់ថាទេវតាចាទុករអត់ទេនៅក្នុងចិត្តខ្ញុំគឺទុកជាមុខខែទាំងអស់ខ្ញុំមិនអាចព្រួតតែរឿងនេះហើយឬការជាមួយសិស្សបងហាឈិនទេ នាងមិនច្បាច់បកស្រាយច្រើនយ៉ាងនេះនោះទេអ្នកណាក៏មិនទាក់ទងជាមួយនឹងខ្ញុំដែរ ខ្ញុំប្រកាសជាត្រូវបកស្រាយប្រាប់លោកហើយខ្ញុំត្រូវតែបកស្រាយប្រាប់លោកឲ្យច្បាស់ទោះបីជាលោកមិនចង់ស្ដាប់មិនចង់ខ្វល់នឹងខ្ញុំក៏ខ្ញុំចង់និយាយដែរពលលោកនិយាយថាខ្ញុំដូចជាដើម្បីតែអ្នកណាម្នាក់ក៏អាចជួយរឿងនេះបានដែរតែពិតជាមិនមែនបែបនេះមែនខ្ញុំបានកាត់យល់ណាស់ហើយរឿងមួយនេះមិនមែនអ្នកណាក៏អាចជួយបាននោះទេមានតែស៊ីហ្វុងទេដែលអាចអ្នកផ្សេងគឺមិនបាននោះទេសាច់បងហើយចិនក៏មិនបានដែរមានចំហាយបិសាចខ្លាំងណាស់ អ្នកទាំងអស់គ្នាប្រចាំផង ទងស្គាល់ប្រកាសអាសន្ន លោកគ្រូ មីកាយ មានហ្វុងបិសាចលួចឆ្មក់នៅកោះហ្វូអ៊ី មកនៅក្នុងពេលនេះប្រកាសជាមកតដៅបន្ទោទៅហើយលោកបងតុងហ្វាងយកកូនសោតលាក់សិនទៅណោះទៅកំពង់ផែជាមួយនឹងខ្ញុំទៅមិនអាចឲ្យពួកបិសាចដូចឆ្លៀនពៀនបានទេឆាប់ឡើង ទីនេះឆាប់ឲ្យសម្លាញ់ដើររៀបរាំងបិសាចគ្នាទៅ យ៉ាងម៉េចទៅ ជឿពេលបិសាចនឹងឡើងកោះហើយឆាប់បើកទៀតទៅ ពួកឯងមកតាមខ្ញុំបានសម្លាញ់ដែរទៅ អីកាកដាក់ក្តារខៃត្រង់សម្រុកមកកោះហងអី ស្នាឡោដែលបានសម្លាញ់ដើរទាន់ពេល